សួស្តីអ្នកគ្នាវិលត្រឡប់មកកាន់ clip មួយទៀតជាមួយខ្ញុំបាទសខុមថ្ងៃនេះដែរខ្ញុំមកចែករំលែកបទពិសោធន៍ការប្រើប្រាស់ microphone មួយដែលមានឈ្មោះថា Paribok Wireless Microphone ដែលខ្ញុំបានប្រើរយៈពេល6ខែដែរហើយនិយាយពីតម្លៃវិញក៏តម្លៃគួរសមដែរអ្នកគ្នា$99ឬក៏110ទៅ120តាមកន្លែងគេលក់អញ្ចឹងណាអ្នកគ្នាថ្មីអ្នកគ្នាបកប្រអប់អញ្ចឹង microphone នេះខ្ញុំប្រើយូរហើយមុននឹងខ្ញុំលក់ហ្នឹងខ្ញុំចង់ធ្វើវីដេអូចែករំលែកការប្រើប្រាស់របស់ខ្ញុំតែអ្នកនរគ្នាថាតើ microphone នេះគឺវាស័ក្តិសមជាមួយនឹងប្រភេទ speaker មួយណាអញ្ចឹងណាអូខេអញ្ចឹងបើប្រអប់ឆាច់មកអ្នកគ្នានឹងទទួលបាន microphone ពីរដើមញ៉ាំមួយគូខ្សែនឹងសាកមួយហើយនឹងreceiver មួយអ្នកគ្នាម៉ែយើងសារហៅថា ampli អ្នកគ្នាក៏ប៉ុន្តែវាឈ្មោះថា receiver ឬក៏ដុំទទួលរលកសញ្ញាសំឡេងពី microphone អញ្ចឹងណាអ្នកគ្នាចឹងវាថ្លៃគួរសមដែរអ្នកនរគ្នាហើយក៏វាមើលទៅវា premium គួរសមដែរវាចម្លែកខុសគេដោយសារវាមាន live ពណ៌ក្រូច JBL អញ្ចឹងណាអ្នកនរគ្នាហើយ microphone នេះវា build មកពីប្រភេទ battery built in battery មានធន់ស្រាប់ចឹងអ្នកនរគ្នាអាចបញ្ចូលថ្មតាមខ្សែ Type C ហើយនៅក្នុងនោះវាមានឆ្នាំងខ្សែមួយអ្នកនរគ្នាខ្សែ Type C មួយអ្នកនរគ្នាអាចយកតែឆ្នាំងសាកមួយយើងដោតទៅបញ្ចូលបានតែម្ដងអ្នកនរគ្នាអញ្ចឹងបទពិសោធន៍របស់ខ្ញុំសម្រាប់microphone នេះគឺយើងប្រើបានល្អជាមួយនឹងប្រភេទ speaker Paribok series បាទ Paribok series និយាយទៅ series មួយណាក៏បានដែរដោយសារតែ Paribok series ហ្នឹងវាមាន gain នៅខាងក្រោយដោយសារដុំនេះដុំ receiver នេះវាអត់មានសំឡេងបន្ថែមទេអ្នកនរគ្នាអញ្ចឹងនៅពេលដែលយើងប្រើជាមួយបាសផ្សេងក្រៅពី Paribok series ហ្នឹងគឺវាអត់សូវស្រូបខ្លាំងទេយើងត្រូវការដោយដុំអំពីឬក៏ receiver ហ្នឹងដែលមានការបន្ថែមសំឡេងអញ្ចឹងណាអញ្ចឹងมันធ្វើឲ្យ microphone ហ្នឹងវាដំណើរការស្រូបបានខ្លាំងយើងច្រៀងទៅអត់តង់កតែបើសិនជាអ្នកនាងប្រើជាមួយ Paribok series នៅខាងក្រោយបាសហ្នឹងគឺមានកន្លែងដោត microphone វាមាន gain អ្នកនាងវាមាន master volume មួយសម្រាប់ microphone ហ្នឹងវាមាន gain ទៀតអញ្ចឹងនៅពេលដែលយើងបន្ថែម gain ហើយយើងបន្ថែម master ហ្នឹងទៀតវាធ្វើឲ្យ microphone ហ្នឹងស្រូបកាន់តែខ្លាំងអ្នកនាងអញ្ចឹងបើប្រើជាមួយនឹង Eon 1 Compact Eon 1 Pro Eon 1 MK2 ឬក៏ EOX1 អញ្ចឹងណាអញ្ចឹងវាអត់សូវស្រូបខ្លាំងទេអ្នកនាងតោះតែយើងមានដុំ ampli receiver មួយទៀតដែលអាចបន្ថែមសំឡេងបានអញ្ចឹងណាអញ្ចឹងបានដាក់ទៅវាស្រូបខ្លាំងអញ្ចឹងនេះអាហ្នឹងវាអត់ទៅមានវាអត់មានការបន្ថែមអញ្ចឹងយើងតតែមាន ampli មួយដោតក្នុងថែមទៀតហើយបន្ថែមសំឡេងมันស្រូបខ្លាំងអ្នកនាងអញ្ចឹងបើសិនជាអ្នកនាងរំពឹងថាទិញប្រើក្រៅពី Paribok series ដាក់ទៅគឺធៀងតឹងណានេះតឹងកតែម្ដងព្រោះវាអត់មានអីបន្ថែមអញ្ចឹងអានេះខ្ញុំបើកមូលក្បាលវាចេញមកគឺឆាច់មកមានតែប៉ុណ្្នឹងឯងនេះខ្សែពីសរសៃនិងប្រដាប់សូបម៉ៃនឹងមួយហើយខាងក្នុងវាមានប៉ុណ្្នឹងទេហើយខ្ញុំអត់ហ៊ានបើកអស់ទៀតទេព្រោះត្រូវការលក់វិញហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរចង់ទិញវាប្រើប្រាស់តតែ Paribok series បានវាអាច boost បានឬក៏មាន ampli មួយទៀតដើម្បីជំនួយអូខេ that's it វីដេអូថ្ងៃនេះមានប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ